ចឹងមិនតបពីស្រមោលខ្មៅបានសម្រាប់ Hunter Rank Ice របស់ប្រទេសជប៉ុនអស់ម្នាក់ហើយនោះ Hunter Rank Ice 2នាក់ទៀតក៏ចង់ចូលទៅសងសឹកឲ្យនាងវិញតែពួកគេក៏ត្រូវបានស្រមោលខ្មៅសម្រាប់ចោលដូចគ្នាកាត់មកខាង Hunter Rank Ice របស់ប្រទេសកូរ៉េអាណែវិញបន្ទាប់ពីពួកគេបានសម្រាប់ស្រមោលសអស់មួយចំនួនហើយនោះ Baek Yun-ho ក៏បានប្រើប្រាស់ញាណពិសេសរបស់គាត់ដើម្បីស្វែងរកទីតាំងរបស់មេស្រមោលហើយបន្ទាប់ពីបានដឹងថាវានៅទីណាហើយនោះពួកគេក៏បាននាំគ្នាធ្វើដំណើរទៅកាន់ទីនោះតែម្ដងចំណែកឯ Hunter Rank S របស់ប្រទេសជប៉ុនឯណែវិញក្រោយពីតាក់ទងទៅកាន់គ្នារបស់ខ្លួនមិនបានពួកគេក៏បានធ្វើដំណើរទៅកាន់ទីនោះហើយក៏បានឃើញថាសមាជិករបស់ពួកគេ3នាក់គឺត្រូវបានគេសម្លាប់ចោលបាត់ទៅហើយរួចស្រមោលខ្មៅក៏បានចេញមកសម្រាប់ពួកគេទាំងពីរនាក់ទៀតទៅស្របពេលជាមួយគ្នានោះបន្ទាប់ពី Hunter Rank S របស់ប្រទេសកូរ៉េបានធ្វើដំណើរទៅដល់កន្លែងរបស់មេស្រមោលហើយ Min Myung-gu ដែលត្រូវជាដៃ support ក៏បានប្រើប្រាស់ skill មួយដើម្បី buff ឲ្យគ្នារបស់គាត់មានកម្លាំងខ្លាំងជាងមុនរួចពួកគេក៏បានសហការគ្នាចូលទៅប្រយុទ្ធជាមួយនឹងកងទ័ពស្រមោលទាំងអស់នោះដោយម៉ាដងវូគាត់មានតួនាទីជាដៃថាងហើយសម្រាប់ឆយចុងអ៊ីនគាត់គឺជាដៃមេឃដែលអាចប្រើប្រាស់វេទមន្តភ្លើងដ៏អស្ចារ្យរីឯ Baek Yun-ho គាត់គឺជាដៃ fighter ដែលអាចប្រែកាយទៅជា beast បានចំណែកស្រីស្អាតរបស់យើងឆាហេអ៊ីននាងគឺជាដៃ assassin ដែលអាចធ្វើការបំលាស់ទីបានលឿនហើយនឹងចុងក្រោយ Lim Tae-kyu គឺជាដៃ MM ហើយរាល់ការប្រយោជន៍របស់ពួកគេគឺត្រូវបានថត live ផ្ទាល់ជាសាធារណៈផងដែរលុះបន្ទាប់ពីពួកគេបានសម្លាប់កងទ័ពស្រមោលទាំងអស់នោះអស់ហើយពួកគេក៏បានចូលទៅប្រយុទ្ធជាមួយនឹងមេស្រមោលវិញម្ដងក៏ប៉ុន្តែដោយសារតែស្បែករបស់មេស្រមោលរឹងខ្លាំងដូចនេះពួកគេមិនអាចបំបែកវាបានងាយៗនោះទេរួចមេស្រមោលថែមទាំងបានបាញ់ផ្សែងពុលទៅកាន់ពួកគេវិញទៀតផងតែ Min Myung-gu ក៏បានប្រើប្រាស់ថាមពល healing ព្យាបាលពួកគេបានយ៉ាងងាយហើយដោយសារតែការខំប្រឹងប្រែងរបស់ពួកគេក៏អាចធ្វើឲ្យមេស្រមោលមានរបួសយ៉ាងធ្ងន់ស្រាប់តែពេលនោះមេស្រមោលក៏បានបញ្ចេញសម្រែកយ៉ាងខ្លាំងហើយនៅពេលដែលបានឃើញស្ថានភាពមិនសូវស្រួលបែបនេះពួកគេក៏បានព្រួតដៃគ្នាចូលទៅប្រយុទ្ធជាមួយនឹងមេស្រមោលម្ដងទៀតហើយនៅទីបំផុតឆាហេអ៊ីនក៏អាចកាត់ក្បាលរបស់វាបានសម្រេចតែម្ដងគ្រាន់តែបានឃើញភ្លាមធ្វើឲ្យគ្រប់គ្នាមានការសប្បាយចិត្តជាខ្លាំងក៏ប៉ុន្តែគ្រប់យ៉ាងគឺមិនទាន់ចប់នោះទេព្រោះដោយសារតែសម្រែករបស់មេស្រមោលមុននឹងគឺបានធ្វើឲ្យប៉ះពាល់ទៅដល់រលកសញ្ញារបស់ពួកគេរួចពួកស្រមោលទាំងអស់នោះក៏បាននាំគ្នាហោះសម្ដៅទៅកាន់សម្បុករបស់ពួកវាវិញទៅហើយសូម្បីតែស្រមោលខ្មៅក៏បានត្រឡប់មកជួយមេស្រមោលរបស់វាដូចគ្នាហើយវាក៏ជាអ្នកដែលបានវាយកំទេចសំណាញ់ភ្លើងដើម្បីបើកផ្លូវឲ្យពួកស្រមោលផ្សេងទៀតចូលទៅខាងក្នុងផងដែររួចគ្រាន់តែវត្តមានរបស់ស្រមោលខ្មៅបានបង្ហាញខ្លួនភ្លាមធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះដោយសារតែពួកគេបានដឹងថាវាមិនមែនជាស្រមោលធម្មតានោះឡើយហើយនៅពេលដែលស្រមោលខ្មៅបានឃើញមេស្រមោលរបស់ខ្លួនងាប់បាត់បែបនេះវាក៏បានស៊ីក្បាលមេរបស់វាតែម្ដងហើយសម្រាប់គ្នាយើងដែលអត់ដឹងគឺថានៅពេលដែលស្រមោលខ្មៅស៊ីនរណាម្នាក់នោះវានឹងទទួលបានថាមពលរបស់អ្នកនោះព្រមទាំងអាចមើលឃើញការចងចាំរបស់អ្នកនោះទៀតផងរួចនៅពេលដែលវាបានដឹងថាឆាហេអ៊ីនគឺជាអ្នកដែលបានសម្លាប់មេរបស់វាបែបនេះវាក៏បានស្ទុះចូលទៅសងសឹកនាងមុនគេរួចក៏បានធ្វើឲ្យឆាហេអ៊ីនមានរបួសយ៉ាងធ្ងន់បន្ទាប់មកស្រមោលខ្មៅក៏បានធ្វើការវាយប្រហារទៅលើម៉ាដងវុកម្នាក់ទៀតដោយបានចាប់កាច់បំបាក់ដៃទាំងពីររបស់គាត់ហើយវាក៏បានធ្វើការវាយប្រហារទៅលើអ្នកផ្សេងទៀតឲ្យមានរបួសធ្ងន់ដូចគ្នាក៏ប៉ុន្តែនៅពេលនោះ Min Myung-gu ក៏បានប្រើប្រាស់ skill បំបាំងខ្លួនរួចក៏បានលួចព្យាបាលទៅឲ្យម៉ាដងវុកដើម្បីឲ្យគាត់ចូលទៅប្រយុទ្ធជាមួយនឹងស្រមោលខ្មៅបន្តទៀតតែម៉ាដងវុកមិនអាចធ្វើអ្វីទៅលើស្រមោលខ្មៅបានឡើយហើយក៏ត្រូវបានស្រមោលខ្មៅចាប់បោកឡើងទក់សាច់ហ្មងមិនតែប៉ុណ្ណោះស្រមោលខ្មៅថែមទាំងអាចមើលធ្លុះ skill បំបាំងខ្លួនរបស់ Min Myung-gu បានទៀតផងរួចវាក៏បានស្ទុះចូលទៅចាក់គាត់ពីក្រោយហើយក៏បានស៊ីក្បាលរបស់គាត់ផងដែរបន្ទាប់មកវាក៏ទទួលបានថាមពល healing របស់ Min Myung-gu និងអាចនិយាយភាសាមនុស្សបានដូចគ្នារួចស្រមោលខ្មៅក៏បានស្ទុះចូលទៅចាប់ច្របាច់ក Baek Yun-ho ហើយក៏បាននិយាយថាពួកគេទាំងអស់គ្នាកាកខ្លាំងណាស់ហើយមេរបស់វាត្រូវបានពួកគេសម្លាប់បាត់ទៅហើយអញ្ចឹងបើសិនជាវាសម្លាប់មនុស្សកាកដូចជាពួកគេវិញគឺមិនស្មើភាពគ្នានោះទេរួចវាក៏បានសួរទៅកាន់ពួកគេថាតើស្ដេចរបស់ពួកគេនៅឯណាស្រាប់តែពេលនោះស្រមោលខ្មៅក៏បានដឹងថាមានមនុស្សខ្លាំងម្នាក់កំពុងតែនៅខាងក្រៅរួចវាក៏បានចេញទៅខាងក្រៅដើម្បីសម្លាប់មនុស្សម្នាក់នោះតែម្ដងដោយមនុស្សខ្លាំងម្នាក់នោះគឺជា Goto នេះឯងហើយគាត់កំពុងតែធ្វើដំណើរទៅកាន់កន្លែងគ្នារបស់គាត់តែនៅពេលទៅ
ដល់គឺបានឃើញគ្នារបស់គាត់បានស្លាប់អស់5នាក់បាត់ទៅហើយកនក៏បានផ្ដល់ដំណឹងមួយនេះទៅកាន់មេរបស់គាត់នៅឯប្រទេសជប៉ុនផងដែររួចមេរបស់គាត់ក៏បានបញ្ជាឲ្យកនធ្វើការដកថយសិនតែមិនតាន់ទាំងបានដកថយផងក៏ស្រាប់តែពួកគេត្រូវបានស្រមោចខ្មៅធ្វើការវាយប្រហារបាត់ទៅហើយវាក៏បានសម្លាប់ Hunter Rank S របស់ពួកគេអស់ម្នាក់ទៀតដូចគ្នាពេលឃើញបែបនេះ Goto ក៏បានបញ្ជាឲ្យប្រូសក់លឿងឆាប់រត់ចេញពីទីនេះទៅព្រោះបើសិនជាប្រូសក់លឿងនៅទីនេះគឺមានតែទៅដៃទៅជើងគាត់តែប៉ុណ្ណោះហើយបន្ទាប់ពីប្រូសក់លឿងចេញទៅបានស្រមោចខ្មៅក៏បានសួរទៅកាន់ Goto ថាតើកនគឺជាស្ដេចមែនដែរឬទេរួចក៏បានធ្វើឲ្យ Goto មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញស្រមោចចេញនិយាយបែបនេះហើយកនក៏បានតបទៅវិញថាពិតមែនហើយគ្រាន់តែបានឮភ្លាមស្រមោចខ្មៅក៏បានបញ្ចេញថាមពលដ៏អស្ចារ្យរបស់វារួចក៏បានធ្វើឲ្យ Goto មានអារម្មណ៍ថាគាត់ធ្លាប់បានឃើញថាមពលមួយនេះម្ដងរួចមកហើយវាគឺដូចជាថាមពលរបស់ Jinwoo នោះឯងក្រោយពីបានកើតរួចហើយគាត់ក៏ត្រូវបានស្រមោចខ្មៅសម្លាប់ចោលទៅកាត់មកខាង Hunter Rank S របស់ប្រទេសកូរ៉េឯណែវិញពួកគេក៏បានព្យាយាមទប់ទល់ជាមួយនឹងពួកស្រមោចដែលបានត្រឡប់មកកាន់សម្បុករបស់ពួកវាវិញក៏ប៉ុន្តែដោយសារតែពួកគេសុទ្ធតែមានរបួសធ្ងន់ហើយថែមទាំងចិត្តអស់ម៉ាណាទៀតនោះពួកគេក៏បានដឹងខ្លួនយ៉ាងច្បាស់ថាពួកគេនឹងត្រូវបាត់បង់ជីវិតនៅទីនេះជាមិនខានស្រាប់តែពេលនោះកងទ័ព Shadow របស់ Jinwoo ក៏បានចេញមកជួយពួកគេព្រោះដោយសារតែការពីលើកមុន Jinwoo បានលួចដាក់កូនចៅរបស់គាត់ទៅក្នុងស្រមោលរបស់ពួកគេនោះឯងរួច Jinwoo ក៏បានប្រើប្រាស់ skill Shadow Exchange ធ្វើការផ្លាស់ប្ដូរទីតាំងជាមួយនឹងកូនចៅរបស់គាត់តែម្ដងហើយក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញវត្តមានរបស់ Jinwoo នៅទីនេះតែជាមួយគ្នានោះដោយសារតែកាមេរ៉ា error ដូចនេះពួកគេមិនអាចធ្វើការ live ផ្ទាល់បានទេរួច Jinwoo ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនចូលទៅសម្រាប់ពួកស្រមោចទាំងអស់នោះចោលទៅបន្ទាប់មក Jinwoo ក៏បានឲ្យគ្រប់គ្នាផឹកទឹកថ្នាំ healing ម្នាក់មួយដើម្បីព្យាបាលរបួសរបស់ពួកគេក៏ប៉ុន្តែដោយសារតែឆាហេអ៊ីននាងមានរបួសធ្ងន់ខ្លាំងពេកអញ្ចឹងទឹកថ្នាំ healing មិនអាចព្យាបាលរបួសរបស់នាងបានឡើយហើយបើសិនជាមិនដោយបែបនេះទៀតនោះនាងនឹងត្រូវស្លាប់ជាមិនខានរួច Jinwoo ក៏ចង់បើកផ្លូវឲ្យពួកគេនាំឆាហេអ៊ីនចាកចេញពីទីនេះដើម្បីទៅរក healer តែម្ដងតែមិនទាន់ទាំងបានចាត់ការផងក៏ស្រាប់តែស្រមោចខ្មៅបានធ្វើដំណើរត្រឡប់មកវិញបាត់ទៅហើយវាក៏បាននិយាយថាគឺគ្មានស្ដេចនៅខាងក្រៅនោះទេរួចវាក៏បានសួរទៅកាន់ពួកគេថាតើស្ដេចរបស់ពួកគេនៅទីនេះមែនពេលឮបែបនេះ Jinwoo ក៏បានដើរចូលទៅរកស្រមោចខ្មៅរួចស្រមោចខ្មៅក៏បានសួរទៅកាន់ Jinwoo ថាតើគាត់គឺជាស្ដេចរបស់មនុស្សមែនដែរឬទេរួច Jinwoo ក៏បានតបទៅវិញថាគាត់មិននឹកស្មានថាសត្វល្អិតដូចជាវាចេះនិយាយនោះឡើយស្របពេលជាមួយគ្នានោះកាមេរ៉ាក៏បានដំណើរការឡើងវិញរួចពួកគេក៏បានចាប់ផ្ដើមធ្វើការ live ផ្ទាល់សារជាថ្មីតែម្ដងហើយក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញវត្តមានរបស់ Jinwoo នៅទីនោះដូចនេះក្តីសង្ឃឹមចុងក្រោយរបស់ពួកគេគឺមានតែជឿជាក់ទៅលើ Jinwoo តែប៉ុណ្ណោះស្រាប់តែពេលនោះស្រមោចខ្មៅក៏បានម៉ាត់ចំកណ្ដាលមុខរបស់ Jinwoo មួយទំហឹងមនុស្សចាស់តែ Jinwoo មិនមានបញ្ហាអ្វីនោះឡើយរួចកងក៏បានសងសឹកត្រឡប់ទៅវិញដោយបានម៉ាត់ចំកណ្ដាលមុខរបស់វាមួយដៃឡើងផ្ងាកក្រោយមកហើយនៅពេលដែលបានឃើញ Jinwoo មានកម្លាំងខ្លាំងបែបនេះពួកគេក៏បានសួរគ្នាទៅវិញទៅមកថាតើ Jinwoo ពិតជាដៃមេឃមែនក៏មិនមែនរួចស្រមោចខ្មៅជាមួយនឹង Jinwoo ក៏បានបន្តម៉ាត់គ្នាម្នាក់មួយដៃទៅវិញទៅមករហូតតតែ Jinwoo បានម៉ាត់ទៅលើស្រមោចខ្មៅឡើងប៉ើងចង់500ម៉ែត្រហើយនៅពេលដែលបានដឹងថា Jinwoo មានកម្លាំងខ្លាំងជាងខ្លួនបែបនេះស្រមោចខ្មៅក៏បានបញ្ចេញមជុលពឹសធ្វើការវាយប្រហារទៅលើ Jinwoo ឲ្យរយៈមុខបន្តិចតែម្ដងហើយវាគឺជាជាតិពឹសដ៏សាហាវមួយដែលធ្វើឲ្យ Jinwoo មិនអាចកម្រើកបាននោះឡើយរួចនៅពេលដែលស្រមោចខ្មៅចង់ចូលទៅបញ្ចប់ជីវិតរបស់ Jinwoo ទៅហើយនោះ Jinwoo ក៏បានចាប់ដៃវាជាប់ហើយកនក៏បានម៉ាត់ទៅលើវាមួយដៃវិញឡើងប្រេសបែកអ្នកទាំងអស់គ្នារីឯមូលហេតុដែល Jinwoo អាចកម្រើកបានបែបនេះគឺដោយសារតែកនមាន skill ពិសេសមួយដែលអាចលុបបំបាត់រាល់ជាតិពឹសទាំងអស់បាននៅពេលនោះ Jinwoo ក៏បានគិតថាបើសិនជាគាត់អូសបន្លាយពេលវេលាបន្តទៀតឆាហេអ៊ីននឹងត្រូវបាត់បង់ជីវិតជាមិនខានអញ្ចឹងកនត្រូវតែចូលទៅសម្លាប់ស្រមោចខ្មៅឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានតែស្រមោចខ្មៅក៏បានហោះកិច្ចចេញពីការវាយប្រហាររបស់គាត់រួចវាក៏បានគិតថា Jinwoo អាចប្រឆាំងជាមួយនឹងជាតិពឹសហើយកនថែមទាំងមានកម្លាំងខ្លាំងជាងវាទៀតដោយនេះវាក៏បានសម្រេចចិត្តប្រមូលកម្លាំងរបស់វាទាំងអស់បូកចូលទៅកាន់ Speed ដើម្បីឲ្យវា
អាចធ្វើការបម្លាស់ទីបានលឿនជាងមុនរួចវាក៏បានស្ទុះចូលទៅវាប្រហារជីនវូលឿនខ្លាំងមែនទែនតែជីនវូនៅតែអាចតាមទាន់បម្លាស់ទីរបស់វាបានដដែលនឹងទោះបីជាវាព្យាយាមវាប្រហារទៅលើជីនវូលឿនខ្លាំងប៉ុណ្ណាក៏ដោយក៏ជីនវូនៅតែអាចរងបានទាំងអស់ហើយកនថែមទាំងមាន speed លឿនជាងវាទៀតផងដែលធ្វើឲ្យស្រមោចខ្មៅសឹងតែមិនជឿទៅលើអ្វីដែលវាបានឃើញនោះឡើយរួចជីនវូក៏បានស្ទុះចូលទៅកាន់ដាច់ដៃរបស់វាទាំងពីរតែម្ដងតែដោយសារតែស្រមោចខ្មៅទទួលបានថាមពល healing ពីមីនមីយងគូវាក៏អាចព្យាបាលដៃរបស់វាវិញបានយ៉ាងងាយហើយដោយសារតែវាបានដឹងខ្លួនថាមិនអាចយកឈ្នះទៅលើជីនវូបានវាក៏បានព្យាយាមរត់ចេញពីទីនោះតែជីនវូក៏បានវាយវាទម្លាក់ចុះទៅខាងក្រោមវិញរួចថែមទាំងបានកាត់ដាច់ដៃដាច់ជើងរបស់វាចោលទាំងអស់ទៀតផងហើយក៏បានធ្វើឲ្យស្រមោចខ្មៅខឹងជាខ្លាំងរួចវាក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនចូលទៅសម្លាប់ជីនវូចោលតែម្ដងតែជីនវូក៏បានបញ្ជាឲ្យកងទ័ព Shadow របស់ខ្លួនចូលទៅតទល់ជាមួយនឹងពួកស្រមោចទាំងអស់នោះដូចគ្នាហើយក៏បានឃើញថាកងទ័ពស្រមោចទាំងអស់នោះមិនអាចយកឈ្នះទៅលើកងទ័ព Shadow របស់ជីនវូបានឡើយដោយនេះជំរឿចុងក្រោយរបស់ស្រមោចខ្មៅគឺមានតែប្រើក្បាច់ម៉ែចែកឲ្យតែប៉ុណ្ណោះតែជីនវូក៏បានប្រើប្រាស់ Skill Roller's Hand ចាប់វាជាប់រួចកនក៏បានបញ្ចប់ជីវិតរបស់វានៅនឹងកន្លែងតែម្ដងអញ្ចឹងបន្ទាប់ពីបានសម្លាប់ស្រមោចខ្មៅរួចហើយជីនវូក៏បានឡើងល្វែចំនួន2ហើយដោយសារតែស្រមោចទាំងអស់នោះលែងមានអ្នកគ្រប់គ្រងតទៅទៀតពួកវាក៏បាននាំគ្នារត់ចាកចេញពីទីនោះអស់ទៅបន្ទាប់មកជីនវូក៏បានទៅមើលឆាហេអ៊ីនរួចនៅពេលដែលបានឃើញនាងខ្សោយខ្លាំងបែបនេះគាត់ក៏បានដឹងយ៉ាងច្បាស់ថាពួកគេនឹងមិនអាចនាំនាងទៅរក healer តាន់ពេលវេលានោះទេរួចកនក៏ចង់ប្រើប្រាស់ទឹកថ្នាំ elixir យកមកព្យាបាលរបួសឲ្យនាងតែម្ដងតែទឹកថ្នាំមួយនោះក៏មិនមានប្រសិទ្ធភាពដូចគ្នាហើយនៅពេលដែលជីនវូកំពុងតែស្វែងរកវិធីដើម្បីជួយសង្គ្រោះជីវិតឆាហេអ៊ីននោះគាត់ក៏បានរកឃើញគំនិតល្អមួយរួចកនក៏បានប្រាប់ឲ្យកាមេរ៉ាមែនបិទកាមេរ៉ាមួយផ្លេតហើយកនក៏បានបញ្ជាឲ្យកូនចៅទៅស្វែងរកសារសពរបស់មីនមីយងគូយកមកឲ្យគាត់រួចកនក៏បានទាញយកស្រមោលរបស់មីនមីយងគូតែម្ដងបន្ទាប់មកមីនមីយងគូក៏បានព្យាបាលរបួសទៅឲ្យឆាហេអ៊ីនដោយខ្លួនឯងទាំងដែលជីនវូមិនបានបញ្ជាគាត់នោះឡើយហើយនេះអាចបញ្ជាក់បានថាការគាត់នៅរស់មីនមីយងគូគឺជាមនុស្សដ៏ល្អម្នាក់រួចបេកយុនហូក៏បានសុំឲ្យជីនវូដោះលែងស្រមោលរបស់មីនមីយងគូត្រឡប់ទៅវិញទៅព្រោះដោយសារតែមីនមីយងគូមិនចូលចិត្តការប្រយុទ្ធគ្នានោះទេហើយកនក៏មិនចង់ឃើញមិត្តល្អរបស់ខ្លួនចូលទៅក្នុងសមរភូមិតទៅទៀតនោះដែររួចជីនវូក៏បានយល់ព្រមហើយកនក៏បានcancelស្រមោលរបស់មីនមីយងគូត្រឡប់ទៅវិញទៅរីឯនៅខាងក្រៅឯណែវិញពួក Hunter ក៏បានព្យាយាមប្រយុទ្ធជាមួយនឹងពួកស្រមោចដែលនៅសល់ដើម្បីការពារកុំឲ្យពួកវាហោះទៅកាន់ទីក្រុងបានហើយជាមួយគ្នានោះ Hunter Rank S របស់ប្រទេសកូរ៉េក៏បាននាំឆាហេអ៊ីនទៅរក healer ដូចគ្នាតែជីនវូមិនបានទៅជាមួយនឹងពួកគេនោះឡើយព្រោះដោយសារតែកនត្រូវនៅទីនេះដើម្បីសម្លាប់ពួកស្រមោចដែលនៅសល់ហើយនឹងបំផ្លាញពងរបស់ពួកវារួចកនក៏បានឡើងល្វែជាច្រើនទៀតរហូតទៅដល់ល្វែ100តែម្ដងបន្ទាប់មកជីនវូក៏បានទាញយកស្រមោលរបស់ស្រមោចខ្មៅមកធ្វើជាកូនចៅរបស់គាត់ម្នាក់ទៀតហើយអ្វីដែលធ្វើឲ្យជីនវូមានការភ្ញាក់ផ្អើលទៀតនោះគឺថាស្រមោចខ្មៅមួយនេះវាអាចនិយាយបានធម្មតាហើយវាក៏បានសុំឲ្យជីនវូដាក់ឈ្មោះឲ្យវាផងដែររួចជីនវូក៏បានគិតថាមូលហេតុដែលស្រមោចមួយនេះអាចនិយាយបានគឺដោយសារតែវាមាន rank general អញ្ចឹងនៅពេលដែលកងទ័ព Shadow របស់គាត់ផ្សេងទៀតឡើងទៅដល់ rank មួយនេះពួកវានឹងអាចនិយាយបានជាមិនខានរួចជីនវូក៏បានសម្រេចចិត្តដាក់ឈ្មោះទៅឲ្យស្រមោចខ្មៅថាបេរូបន្ទាប់មកទៀតជីនវូក៏បានទាញយកស្រមោលរបស់ស្រមោចផ្សេងទៀតមកធ្វើជាកូនចៅរបស់គាត់ដូចគ្នារួចកនក៏បានបញ្ជាឲ្យបេរូចូលទៅសម្លាប់ពួកស្រមោចដែលនៅសល់ហើយកនក៏បានជិះនាគហោះចូលទៅជួយបើកផ្លូវឲ្យ Hunter Rank S របស់ប្រទេសកូរ៉េហោះចាកចេញពីទីនោះដោយសុវត្ថិភាពផងដែរអញ្ចឹងបន្ទាប់ពីពួកគេបានសម្លាប់ពួកស្រមោចទាំងអស់នោះរួចហើយ mission របស់ពួកគេក៏ទទួលបានជោគជ័យតែជាមួយគ្នានោះគឺយើងបានឃើញស្រមោចមួយចំនួនបានហោះភៀសខ្លួនទៅដល់ប្រទេសចិនរួចពួកវាក៏ត្រូវបាន Hunter Rank S ដែលខ្លាំងជាងគេបង្អស់របស់ប្រទេសចិនសម្លាប់ចោលត្រឹមតែមួយ skill តែប៉ុណ្ណោះហើយក៏បានធ្វើឲ្យគាត់មានការខកចិត្តជាខ្លាំងនៅពេលដែលមិនបានប្រយុទ្ធជាមួយនឹងស្រមោចខ្មៅបែបនេះអញ្ចឹងបន្ទាប់ពីពួកគេបានយកជ័យជំនះទៅលើស្រមោចខ្មៅនៅលើកោះជីជូហើយនោះពួកគេក៏បានរៀបចំពិធីបុណ្យទៅឲ្យ Hunter ដែលបានបាត់បង់ជីវិតនៅក្នុង mission មួយនេះហើយបន្តមកទៀតលោក
ប្រធាន Gogan He តំណាងឲ្យ Hunters Association ទាំងមូលក៏បានថ្លែងអំណរគុណទៅដល់ Jin Woo ផងដែរព្រោះដោយសារតែមាន Jin Woo ទៅបានជាពួកគេទទួលបានជ័យជំនះនៅក្នុង mission មួយនេះហើយកុនក៏បានសន្យាថានឹងតបស្នងទៅកាន់ Jin Woo វិញនៅថ្ងៃណាមួយរួយកុនក៏បានសួរទៅកាន់ Jin Woo ថាតើកុនមានផែនការអ្វីទៀតនៅថ្ងៃអនាគតព្រោះដោយសារតែនៅពេលនេះពិភពលោកទាំងមូលបានឃើញអំពីថាមពលដ៏អស្ចារ្យរបស់ Jin Woo ហើយអញ្ចឹងប្រកាសជាមានជនបរទេសនឹងមកតាក់ទង Jin Woo ដើម្បីឲ្យចូលហ្គារបស់ពួកគេជាមិនខានពេលលើបែបនេះ Jin Woo ក៏បានតបទៅវិញថាគាត់ចង់បង្កើតហ្គាមួយដោយខ្លួនឯងរួចលោកប្រធាន Gogan He ក៏បានយល់ព្រមជួយគាត់តែម្ដងកាត់មកខាងកោះ Jeju ឯណែវិញគឺយើងបានឃើញ Hunter មួយចំនួនកំពុងតែដើរមើលនៅក្នុងសម្បុកស្រមោចក្រែងលោមានស្រមោចនៅរស់ស្រាប់តែពេលនោះពួកគេក៏បានជួបជាមួយនឹងបរិសអាត់កំបាំងម្នាក់រួចបរិសអាត់កំបាំងម្នាក់ទៀតក៏បានធ្វើឲ្យពួកគេសន្លប់ទាំងអស់គ្នាតែម្ដងហើយយើងមិនដឹងថាពួកគេទាំងពីរមកទីនេះធ្វើអ្វីនោះទេតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺពួកគេមានសមត្ថភាពអាចបើកច្រកទ្វារបានរួចពួកគេក៏បានធ្វើដំណើរចាកចេញពីទីនោះទៅហើយបន្ទាប់ពីពួកគេទាំងពីរចេញទៅបានយើងក៏បានឃើញលោកប៉ារបស់ Jin Woo កំពុងតែលួចតាមដានពួកគេទាំងពីរដូចគ្នាហើយនៅល្ងាចនោះនៅពេលដែល Jin Woo កំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញគឺមានការកកស្ទះចរាចរណ៍ជាខ្លាំងព្រោះដោយសារតែនៅខាងមុខគឺមានច្រកទ្វាររ៉េង B1 បានលេចចំកណ្ដាលផ្លូវរួចលោកប្រធាន Gogan He ក៏បានទាក់ទងមកកាន់ Jin Woo ដើម្បីសុំឲ្យគាត់ទៅដោះស្រាយបញ្ហាមួយនេះហើយគ្រាន់តែ Jin Woo ដើរចូលទៅក្នុងច្រកទ្វារមួយនោះភ្លាមក៏ស្រាប់តែវាបានប្រែក្លាយទៅជាពណ៌ក្រហមតែម្ដងហើយ Jin Woo នឹងមិនអាចចាកចេញពីទីនោះបានឡើយលុះត្រាណាតែគាត់អាចសម្លាប់ boss នៅក្នុង dungeon មួយនេះជាមុនសិនតែវាមិនមែនជាបញ្ហារបស់ Jin Woo នោះទេគឺគាត់អាចចាត់ការទៅលើពួកវាបានយ៉ាងងាយ